ត្រិតទៅហើយនៅក្រោយផ្ទះរបស់អំភឿនស្រាប់តែបានឮសំឡេងមនុស្សស្រីយំម្ដងក៏ឮសំឡេងយំម្ដងក៏ឮសំឡេងបំពេកូននៅក្នុងពេលនោះអំភឿនគាត់មានការងឿងឆ្ងល់ខ្លាំងណាស់តើនេះគឺជាសំឡេងមនុស្សស្រីមកពីណាទៅថ្មនេះទៅហើយមនុស្សម្នាគេសម្រាកសម្រានលក់បាត់អស់ទៅហើយចុះសំឡេងនេះគឺជាសំឡេងរបស់អ្នកណាអំភឿនក្រោកឡើងអង្គុយមូលថ្នាំបារីរបស់គាត់ជក់បន្តិចរួចឆោយព្យាយាមផ្ទៀងត្រជាក់ស្ដាប់ទៅកាន់ក្រោយផ្ទះរបស់គាត់សំឡេងយំនិងសំឡេងបំពេកូននោះនៅតែបន្លឺម្ដងធ្វើឲ្យការរំខានទៅដល់ត្រចៀករបស់គាត់ខ្លាំងណាស់ដោយសារតែមានការងឿងឆ្ងល់ខ្លាំងពេកអំភឿនគាត់ក៏បានបើកទ្វារថ្នមរួចឆោយក៏បានចុះពីលើផ្ទះស្របពេលនោះគាត់ស្រាប់តែសម្លឹងទៅកាន់ដើមកគីនៅឯខាងក្រោយផ្ទះគាត់ក្រោយមកគាត់ក៏បានឃើញថាមានមនុស្សស្រីម្នាក់កំពុងតែអង្គុយយំនៅលើដើមកគីរបស់គាត់លោកអ៊ំបាននឹងច្បាស់ថានេះគឺជាពពួកខ្មោចដែលចង់បន្លងបន្លាចមកកាន់គាត់ក៏ប៉ុន្តែអំភឿនគាត់មិនចេះខ្លាចខ្មោចនោះទេដោយសារតែគាត់ជាមួយនឹងសម្លាញ់របស់គាត់គឺជាភ្លុកដិតខ្មោចនឹងឯងមិនត្រឹមតែភ្លុកជាអ្នកចេះធរអាគាត់នេះក៏ចេះមន្តអាគមខ្លាំងខ្លាពូកែដែរអំភឿនដើរសម្ដៅទៅរកដើមកគីរួចឆោយគាត់ក៏បានសួរថានេះនាងខ្មោចព្រាយហើយចោះនាងឯងនេះមកយំស្អីនៅលើដើមកគីរបស់ជើងនេះឆាប់ចេញពីទីកន្លែងនេះទៅតើមកពីណាមកពីណីទៅនាងព្រាយមិនបាននិយាយអ្វីជាមួយនឹងអំភឿននោះទេក៏ប៉ុន្តែនាងនៅតែទ្រហួយំនៅលើចុងកគីនោះលោកអ៊ំសួរពីរដងក៏ប៉ុន្តែនាងព្រាយនោះមិនបានឆ្លើយតបអំភឿនខឹងខ្លាំងណាស់នៅពេលនោះគាត់និយាយថាណែនាងយើងសួរនាងឯងម្ដងទៀតបើសិនជាមិនឆ្លើយប្រាប់ជើងនោះទេយើងប្រកាសជាលេងធေါ်ក្តៅទៅកាន់នាងពិតជាមិនខានយើងសួរថានាងឯងនេះមានរឿងអ្វីហើយចុះមកពីណាបានជាមកយំនៅលើដើមកគីទំឡងយើងឲ្យដេកមិនលក់នេះនៅក្នុងពេលនោះព្រាយក៏មិនបាននិយាយអ្វីក៏ប៉ុន្តែវាចាប់ដើមវាតិចចុះពីលើដើមកគីយ៉ាងខ្ពស់របស់គាត់នោះស្រមោលសមើលទៅគួរឲ្យព្រឺសក់វែងអន្តែអន្តាយធ្លាក់ស្របមកជាមួយនឹងខ្លួនរបស់វាដំណើរជឿតតោងភ្ជាប់ជាមួយនឹងដើមកគីភ្នែកឲ្យក្រហមឆេះចេះតែសម្លឹងទៅរកអំភឿនបន្ទាប់ពីចិត្តទៅដល់ដីក៏ស្រាប់តែបាត់នាងសូនឈឹងតែម្ដងអំភឿនបាននិយាយម្នាក់ឯងថាហើយអំបាញ់មិញឃើញចោះច្បាស់ណាស់ហើយចោះបាត់ទៅណាហើយនាងនេះប្រហែលជាចង់លេងជាមួយអញមែនតែនហើយខណៈពេលនោះស្រាប់តែបានឮសំឡេងសើចនៅពីខាងក្រោយខ្នងរបស់គាត់អំភឿនក៏លេចទៅក្រោយបានឃើញថានាងខ្មោចនោះកំពុងតែសម្លឹងមករកគាត់និងមានស្នាមញញឹមគួរឲ្យខ្លាចទ្រាំមិនបានអំភឿនគាត់ក៏បានដាក់មួយកែងរួចហើយក៏បាននិយាយថាជិះនាងខ្មោចឈួតនេះមកលេងឯងលប់អញ្ចឹងមកបញ្ញាក់ពីខាងក្រោយខ្នងឯងភ្ញាក់ឲ្យព្រឿននាងឯងនេះស៊ីមួយកែងធឿនធីរ៉ាទៅនាងព្រាយត្រូវមួយកែងរួចហើយក៏បានបាត់ខ្លួនចេញពីទីកន្លែងនោះឯចាស់អំភឿនស្គាល់ធឿនធីរ៉ាទៀតពិតជាមិនធម្មតាមែនស្របពេលនោះស្រាប់តែព្រាយបានទៅបង្ហាញខ្លួននៅក្បែរគល់កគីអំភឿនដោយសារតែចង់ដឹងមូលហេតុឲ្យច្បាស់គាត់ក៏បាននិយាយថានេះប្រាប់ជើងតាមត្រង់មកអ្នកណាជាអ្នកបញ្ជានាងឯងឲ្យចូលមកកាន់ទីកន្លែងនេះតែនាងព្រាយមិនបាននិយាយអ្វីជាមួយនឹងអំភឿននាងនេះហាក់ដូចជារឹងក្បាលខ្លាំងណាស់ហើយក៏មិនដឹងថាវាមកពីណាដែរស្របពេលនោះវាក៏ចាប់ដើមតោងឡើងទៅលើដើមកគីបន្តិចម្ដងរួចឆោយលៀនអណ្ដាតនិងធ្វើមុខយ៉ាងអាក្រក់សម្ដៅទៅកាន់អំភឿនសភាពនៅក្នុងពេលនោះបើសិនក្រៅពីអំភឿនតែផ្លាស់ប្ដូរមកជាពួកជើងវិញនោះមិនដឹងថាចឹងមិនចឹងមកនោះទេបើសិនជាខ្ញុំវិញប្រកាសជារត់ផាសក្រញ៉ាំសម្ដៅទៅកាន់ផ្ទះសម្បែងបាត់ទៅហើយដំណើរមួយស្របទៅដោយសម្លៀកបំពាក់ពណ៌សអន្តែអន្តាយរបស់នាងនោះ
វាយឺតសំដៅឡើងទៅលើចុងកគីអំភឿនងក់ក្បាលតិចតិចហើយគាត់បាននិយាយថានាងឯងក្បាលរឹងចង់លេងជាមួយនឹងយើងអញនឹងលេងថោះក្តៅជាមួយនឹងឯងបើសិនជានាងឯងនេះនៅស្រែកទ្រហោយំនិងបំពេកូនរំខានអញដីទៀតនោះបន្តិចទៀតអញប្រកាសជាយកដៃគូមកដំភ្ជាប់ដើមកគីនេះចាំមើលនាងឯងទៅនៅដើមឈើណាទៀតនៃជ័យរួញអំភឿនគាត់ក៏បានធ្វើដំណើរសំដៅទៅកាន់ផ្ទះសបាយរបស់គាត់វិញក្រោយពីនោះទៅអំភឿនអង្គុយជក់ថ្នាំបារីរបស់គាត់មិនទាន់អស់មួយដើមផងស្រាប់តែនាងព្រាយនោះក៏ចាប់ដើមយំហឹកនៅលើដើមកគីខាងក្រោយផ្ទះរបស់គាត់ទៀតអំភឿនខឹងអើយខឹងនៅក្នុងពេលនោះគាត់ក៏ចាប់ដើមស្ពាយថងជិមរបស់គាត់ធ្វើដំណើរចុះចេញពីលើផ្ទះនៅក្នុងពេលនេះមានទាំងញញួរមានទាំងដៃគូទៅជាមួយផងដែរនាងព្រាយសក់វែងនោះប្រហែលជាអស់ទីកន្លែងនៅហើយក្រោយពីចូលទៅដល់ដើមកគីអំភឿនបាននិយាយថាអញថាមិនចង់ទេតែនាងឯងនេះចេះតែផ្កើនមកកាន់អញចាំមើលនាងឯងទៅនៅដើមឈើណាទៀតអំភឿនយកដៃគូយកមកដាក់នឹងដៃសូត្រសែបមុនអាគមគាថារបស់គាត់មួយសន្ទុះរួចឆោយក៏បានដំទម្លុះចូលទៅក្នុងដើមកគីរបស់គាត់ចំនួន7គ្រាប់ដៃគូអាគមវែងគ្រាន់តែដំទៅក្តឹងដើមកគីភ្លាមនៅពេលនោះនាងព្រាយក៏ចាប់ដើមស្រែកមួយទំហឹងអំភឿនឈរសោយហើយគាត់និយាយថាអញថាហើយថាទៀតកុំចង់លេងជាមួយនឹងពួកអ្នកដុតខ្មោចណែអញមិនខ្លាចទេពួកខ្មោចព្រាយអីនោះអញដុតមិនដឹងជាអស់ខ្មោចប៉ុន្មានហើយនោះទេមានទាំងពួកអតៃហោងមានទាំងពួកចងកណែមានទាំងពួកសម្រាប់កូនមិនរួចទៀតផងត្រឹមតែខ្មោចព្រាយកំពេចកំប៉ុកដូចនឹងឯងនេះចង់មកលេងជាមួយនឹងជើងដូចជាស្ទើរពេកហើយនាងព្រាយដោយសារតែអំភឿនគាត់បានដំដៃគោដាក់ទៅកាន់ដើមកគីនោះហើយនាងនៅចុងកគីមិនកើតទៀតនោះទេព្រោះថាអាគមរបស់អំភឿននេះមិនធម្មតានោះឡើយនាងព្រាយបានហោះហើរចេញពីទីកន្លែងនេះទាំងខ្លួនឯងកំពុងតែពោពេញទៅដោយភ្លើងនៅនឹងខ្លួនផងដែរនោះគឺដោយសារតែអាគមរបស់អំភឿនបើសិនជានាងព្រាយនេះបន្តនៅលើដើមកគីរបស់អំភឿនបន្តទៀតនាងប្រកាសជាត្រូវឆេះរលាយសាបសូន្យវិញ្ញាណនៅក្នុងពេលនេះឯងក្រោយពីព្រាយចេញទៅបានអំភឿនបាននិយាយថាឲ្យវាសមមុខនាងឯងយើងសួរពី3ដងហើយក៏ប៉ុន្តែមិនឆ្លើយប្រាប់ណែបើសិនជាមានទុកលំបាកអីមិនក៏មិននិយាយប្រាប់យើងចេះតែយំនាងនេះរំខានអញដេកពួនក្រោយពីនិយាយរួចគាត់ក៏បានធ្វើដំណើរសំដៅឡើងទៅលើផ្ទះរបស់គាត់វិញទៅប្រពន្ធរបស់គាត់ក៏មិនបានដឹងខ្លួនដែរដោយសារតែអំភឿននេះគាត់បើកទ្វារតិចមិនចង់រំខានទៅកាន់ប្រពន្ធកូននោះទេអំភឿនឡើងទៅអង្គុយលើផ្ទះបានមួយផ្លែតក៏ស្រាប់តែបានឮសំឡេងទ្រហោយំសាជាថ្មីម្ដងទៀតនៅក្នុងពេលនោះលោកអំបាននិយាយថាអើយហើយចោះនាងនេះមកនៅដើមឈើឯណាទៀតហើយបានជាមកស្រែកយំតំឡងរំខានជើងនេះគិតបានតែមួយផ្លែតអំភឿនគាត់ក៏បានចុះពីលើផ្ទះរួចឆោយក៏បានដើរសម្ដៅទៅខាងក្រោយផ្ទះគាត់សាជាថ្មីក្នុងពេលនោះផងដែរគាត់បានសម្លឹងទៅកាន់ចុងកគីក៏ប៉ុន្តែដូចជាមិនបានឃើញនាងព្រាយនោះទេនៅពេលនោះគាត់បានក្រឡេកទៅខាងឆ្វេងដៃរបស់គាត់នាងព្រាយកំពុងតែអង្គុយយល់ជើងនៅលើដើមកោរបស់គាត់ទៅវិញអំភឿនមានការងឿងឆ្ងល់ណាស់គាត់បាននិយាយតាមម្នាក់ឯងថាណែធម្មតាពួកខ្មោចព្រាយបើសិនជាដេញវាចេញពីដើមឈើវាប្រកាសជាមិនអាចមកនៅដើមឈើផ្សេងបានទៀតនោះទេហើយចុះហេតុអ្វីក៏នាងនេះអាចមកចូលក្នុងផ្ទះយើងតាមតែចិនទៅនៅដើមឈើណាក៏បានអញដូចជាមានការងឿងឆ្ងល់ខ្លាំងណាស់អើយងងុយដីខ្លាំងណាស់នាងនេះដេញមិនចាញ់នោះទេអំភឿនបាននិយាយថាណែនាងព្រាយយើងឲ្យនាងឯងសប្បាយចិត្តមួយយប់ទៀតសិនចុះដោយសារតែពេលនេះពាក់កណ្ដាលទៀតទៅហើយយើងទៅដេកពួនបើថ្ងៃស្អែកនៅតែតម្លង់ជើងទៀតនោះយើងប្រកាសជាចាត់ការមែនតែនហើយអើយថ្មនេះទៅហើយមិនតាន់បានមួយស្រំផង
ក្រោយពីនិយាយរួចលោកអ៊ំគាត់ក៏បានឡើងទៅលើផ្ទះរួចឆោយសម្រាប់ដូចជាធម្មតាទៅក៏ប៉ុន្តែនាងព្រាយខ្មោចនេះផ្កើនទៅកាន់គាត់ខ្លាំងណាស់វាធ្វើជាបំពេកូនផងធ្វើជាស្រែកជុំផងតែអ្នកផ្ទះរបស់អំភឿននោះឮតែគាត់តែប៉ុណ្ណោះអ្នកផ្សេងទៀតដេកស្រមុកខបាត់ទៅហើយអំភឿនចុកដៃកងថ្ងាសរអ៊ូរងើបន្តិចម្នាក់ឯងដោយសារតែគាត់សម្រានមិនលក់មួយជប់នោះក៏បានកន្លងផុតទៅអំភឿនគាត់មានភ្នែកឡើងស្លក់តែម្ដងដោយសារតែគាត់មិនបានសម្រានម្យ៉ាងទៀតមនុស្សចាស់មិនបានសម្រានមួយយប់ពីរយប់អីប្រកាសជាមានភ្នែកស្លក់ខុសពីធម្មតាក៏ព្រោះតែគាត់មានស្បែកជ្រៀតជ្រួញនិងកម្លាំងខ្សោយនឹងឯងក្រោយពីនោះទៅគាត់បានដឹកគោយកទៅចងឲ្យស៊ីស្មៅនៅវាលខាងក្រោយផ្ទះដើរបណ្ដាស្ងាត់បណ្ដាសំឡេងដុំស្នឹកគោពកបានបន្លឺឡើងនៅក្នុងពេលនោះចំនួនខ្យល់បក់រំភើយមកពីចម្ងាយផងដែរចំណែកឯសត្វតៅវ៉ៅបានទៅស្រែកបន្លឺសំឡេងនៅលើកំពូលចុងឫស្សីយ៉ាងខ្ពស់ឆ្លងឆ្លើយគ្នាទៅមកបើគិតទៅទេសភាពនិងអារម្មណ៍ស្រស់ស្រាយបែបស្រុកស្រែគឺធ្វើឲ្យខ្ញុំចង់ចាំរំភ្លេចនោះទេមិនថាតែខ្ញុំនោះទេសូម្បីតែប្រិយមិត្តទាំងអស់គ្នាធ្លាប់រស់នៅតំបន់ស្រុកស្រែក៏តែងតែមានការសំណោះសំណៅទៅកាន់ស្រុកភូមិដែរនៅពេលយំតែងតែបានឮសំឡេងសត្វចង្រិតយំនៅពេលភ្លៀងធ្លាក់តែងតែបានឮសំឡេងកង្កែបក្អាតព្រមទាំងហ៊ីងយំឲ្យត្រហឹងសំឡេងទាំងអស់នេះបានធ្វើឲ្យយើងនឹកទៅដល់ស្រុកកំណើតខ្លាំងណាស់ដុំស្នឹងគោបណ្ដាស្ងាត់បណ្ដាស្របពេលនោះផងដែរលោកអ៊ំម្នាក់ទៀតមានឈ្មោះថាអំជីដែលត្រូវជាសម្លាញ់របស់អំភឿនក្រោយពីបានឃើញសម្លាញ់ស្ងាត់ស្ទឹងតែមាត់មួយចំអាមគាត់ក៏បាននិយាយថានេះភឿនអើយហើយយកមិញធ្វើអីមិនបានដេកពួនទេអីបានជាព្រឹកឡើងស្ងាត់មាត់មួយចំអាមដូចនេះអំភឿនក៏លេចមើលទៅបានឃើញសម្លាញ់របស់គាត់ក៏បាននិយាយថាអើយយប់មិញនេះថ្លង់ខ្លាំងណាស់ដេកមិនលក់នោះទេអាចឆ្កែលូនោះក៏ឆ្កែលូអាចសម្លេងធ្ងួយធ្ងោនោះក៏ធ្ងួយធ្ងោទៀតរំខាននេះតាំងពីផុតក្បាលប្រលប់រហូតដល់កណ្ដាលត្រៀនតាំងពីកណ្ដាលត្រៀនរហូតដល់មេចិត្តភ្លឺអើយខ្ញុំគ្មានបានដេកមួយស្រំនោះទេអំជីគាត់ក៏បានដឹកគោរបស់គាត់ទៅចងរួចឆាយគាត់ក៏បានទៅជ្រកក្រោមដើមនៅគៀបក្តារមួយគាត់បានបកដៃហៅអំភឿនឲ្យទៅអង្គុយប្រុកប្រាច់គ្នាបន្តិចអំភឿនដើរបណ្ដាមូបារីថ្នាំរបស់គាត់បណ្ដាបន្តិចក្រោយមកផ្សែងហុយត្រឡោមនៅក្រោមដើមនៅគៀបក្តារដោយសារតែអ៊ំទាំងពីរនាក់នេះគាត់ជក់បារីថ្នាំសង្កែរបស់គាត់នឹងឯងបារីថ្នាំបើសិនជាមូលទៅដោយស្លឹកសង្កែនោះនៅពេលណាជក់អ្នកនៅក្រោមខ្យល់ប្រកាសជាបានដឹងម្យ៉ាងទៀតនោះផ្សែងខ្លាំងណាស់បើមើលពីចម្ងាយទៅក៏អាចឃើញថាមានអ្នកជក់បារីដែរអំជីបាននិយាយទៅកាន់សម្លាញ់ថានេះហើយជប់មិញថៃអ្នកណាគេទៅធ្ងួយធ្ងោអីនៅក្បែរផ្ទះនោះបានជាដេកមិនលក់នេះមើលណោភ្នែកឡើងស្លក់ទៅហើយលោកអំភឿនក៏បានតបថានេះជីអើយខ្ញុំមិនដឹងថាខ្មោចព្រាយនោះវាមកពីណានោះទេទៅយំលើដើមកគីរបស់ខ្ញុំនៅក្នុងពេលនោះខ្ញុំសួរវាតែវាមិនមាន់និយាយប្រាប់វាពី3ដងថាកុំឲ្យយំវានៅតែយំខ្ញុំឡើងទៅលើផ្ទះដេកមិនលក់ដូច្នោះហើយក៏បានយកដៃគោយកទៅដំនៅដើមកគីនោះទៅមានទាំងបញ្ចុះគុំបញ្ចុះអីផងដែរនាងខ្មោចព្រាយនោះនៅមិនកើតវាក៏បានហោះចេញតែនៅពេលដែលខ្ញុំឡើងទៅលើផ្ទះសម្រាប់បានតែបន្តិចក៏ស្រាប់តែនាងមកយំសាច់ជាថ្មីម្ដងទៀតក៏ប៉ុន្តែមិនមកនៅលើដើមកគីទៀតនោះទេដោយសារតែខ្ញុំប្រើអាគមហើយនាងនោះបានទៅអង្គុយលើមេកោនៅឯចំហៀងផ្ទះរបស់ខ្ញុំនេះខ្ញុំដូចឆ្ងល់ខ្លាំងណាស់ធម្មតាពពួកខ្មោចព្រាយមកកើតនៅដើមឈើនោះបើសិនជាជើងប្រាក់អាគមមិនដេញវាហើយវាប្រកាសជាមិនអាចទៅនៅដើមឈើផ្សេងបានទៀតនោះទេតែនឹងព្រាយនេះហេតុអ្វីក៏វាចូលទៅក្នុងផ្ទះរបស់ខ្ញុំនៅតាមដើមឈើស្រេចតែអំពើចិនសម្លាញ់គាត់ក៏បាននិយាយថានេះរឿងនេះវាដូចជាមិនស្រួលនោះទេណែភឿនឯងមានយកដោយរបស់ស្អីចូលទៅក្នុងផ្ទះទេមិនដឹង
ដោយឆ្នេះហើយទើបនាងព្រាយនេះវាអាចចូលទៅក្នុងផ្ទះសម្បែងរបស់ភឿនឯងតាមតែអំពើចិត្តបានខ្ញុំធ្លាប់ឮឪពុករបស់ខ្ញុំប្រាប់ថាបើសិនជាយើងយកដូចជាឆ្អឹងឬក៏របស់របរដែលខ្មោចព្រាយនេះធ្លាប់ប្រើប្រាស់នៅពេលដែលគេនៅរស់យកចូលទៅក្នុងផ្ទះសម្បែងនោះពួកគេប្រកាសជាអាចចូលទៅក្នុងផ្ទះរបស់យើងបានពិតជាមិនខាននេះហើយសើយគឺមានស្អីចង់ពឹងពាក់ទៅកាន់ភឿនឯងទេមិនដឹងអំភឿនបឺតបារីបន្តិចរួចហើយក៏បានឆ្លើយតបថាពឹងពាក់ស្អីខ្ញុំសួរវាមិនទាំងមាត់ផងហ្នឹងមកចាងទៀតនោះនាងនោះហាក់ដូចជាកើនខ្លាំងណាស់ដូចជាមានកំហឹងអីជាមួយនឹងខ្ញុំអញ្ចឹងដាច់ពីត្រង់នេះទៅនៅត្រង់នោះចាំមើលទៅជប់នេះបើសិនជាសួរមិនមាត់ទៀតប្រកាសជាលេងធေါ်ក្តៅហើយអមជីងាកមើលទៅកាន់សម្លាញ់គាត់កំពុងតែស្ងាប់គាត់សឹងតែអស់សំណោចដែរហើយគាត់និយាយថានេះមួយរយៈនេះភឿនឯងទៅដុតខ្មោចជាមួយនឹងខ្ញុំតើមានទៅចុករបស់បោកខ្មោចឬក៏ដោយស្អីមកក្នុងផ្ទះសបែងដែរឬអត់លោកអមគិតបន្តិចរួចហើយគាត់គិតឃើញថាដូចជាគ្មានចុកអ្វីមកផ្ទះសបែងនោះទេអមភឿនក្រវីក្បាលរួចក៏ឆ្លើយតបណែហើយខ្ញុំទៅដើរយកអីរបស់ខ្មោចនោះតាមម្ចាស់ផ្ទះគេឲ្យខ្ញុំមិនចង់យកផងសំបីតែជ័យទុំនំចំណីអីនោះរឿងយករបស់របរខ្មោចនោះខ្ញុំមិនទម្លាប់នោះទេមិនមែនដោយពួកគ្រូមន្តអាគមផ្សេងសត្វតែយកក្រណាត់យកមកសម្រាប់ធ្វើជារបស់ស័ក្តិសិទ្ធិប្រើខ្មោចប្រើព្រាយអីនោះទេថ្មីត្បិតតែខ្ញុំចេះអាគមមែនក៏ប៉ុន្តែខ្ញុំមិនដែលធ្វើអំពើបែបនេះឡើយដើម្បីកុំឲ្យពពួកវិញ្ញាណនោះគេតែតោទៅរកទីកន្លែងចាប់ជាតិមិនបានណែពួកយើងសត្វតែអ្នកចេះអាគមដូចគ្នាទៀតតើគួរតែដឹងចិត្តខ្ញុំហើយយើងដើរដុតខ្មោចជាមួយនឹងគ្នាអស់រយៈពេលជាង10ឆ្នាំហើយទៀតតើក្រោយពីអំភឿននិយាយដូច្នេះអំជីគាត់ក៏គិតមិនចាញ់ផងដែរតែស្របពេលនោះអំភឿនគាត់ក៏បានសួរទៅកាន់សម្លាញ់គាត់ថាណែជីហើយស្មីដែលជាប្រពន្ធរបស់ភៀបនោះលឺថាទាស់ខ្លាំងឥឡូវនេះចាំបាច់ហើយតើបានធូរស្បើយហើយឬនៅមានឲ្យថ្នាំសង្កូវទៅកាន់នាងដែរឬអត់អំជីដកដង្ហើមធំរួចក៏តបថាណែស្មីដូចជាទាស់ធ្ងន់ធ្ងរខ្លាំងណាស់ខ្ញុំដាក់ថ្នាំសង្កូវមើលទៅបានតែមួយធូមកជាថ្នាំនោះទេខ្ញុំគិតថានឹងទៅរកថ្នាំសង្កូវនៅឯក្នុងព្រៃទៅរកសត្វអញីទៅរកឈាមតេះអីនឹងយកមកព្យាបាលនាងទៅជាព្រោះថាបើសិនជាខ្វះពពួកសត្វអស់នេះប្រហែលជាមិនអាចព្យាបាលទៅកាន់នាងបាននោះទេស្មីស្គមទៅមកចាងទៀតសំបីតែហត់បបនឹងហត់មិនចង់កើតផងអាណិតទៅកាន់ភាពដែរគ្នានោះទើបតែមានកូនដំបងហើយស្រឡាញ់គ្នាទៀតឥឡូវប្រពន្ធស្រាប់តែធ្លាក់ខ្លួនឈឺការងារស្អីក៏មិនបានទៅធ្វើដែររវល់តែនៅមើលប្រពន្ធនឹងឯងលោកអំភឿនបាននិយាយថាភាពស្រឡាញ់ទៅកាន់ប្រពន្ធរបស់គេខ្លាំងណាស់ណែបាននិយាយទៅតាំងពីនៅក្មេងៗនៅកំមុំកំឡោះឯណោះឥឡូវនេះមានកូនមួយហើយរឿងអីមិនស្រឡាញ់កូនគេឲ្យឡើងទលុកទលន់ណែហើយចង់ជីឯងគិតថាធ្វើដំណើរចូលទៅក្នុងព្រៃទៅរកថ្នាំសង្កូវយកមកឲ្យស្មីនៅក្នុងថ្ងៃណាដែរអំជីគិតបន្តិចស្រ័យក្រមាយកមកជូតញើសចេញពីមុខក្នុងពេលនោះគាត់ក៏តបថាណែខ្ញុំគិតថាទៅក្នុងថ្ងៃស្អែកនេះហើយចុះភឿនឯងទំនេរដែរឬទេចូលទៅក្នុងព្រៃជាមួយនឹងខ្ញុំ2-3ថ្ងៃទៅក្រែងលោអាចរកសត្វតេះបានមួយក្បាលអំភឿនក៏បាននិយាយថាអើយរឿងថ្នាំសង្កូវនេះដូចជាអញីអីនេះស្រួលរកគ្រាន់បាននោះទេតែបើសិនជារឿងសត្វតេះនេះពិបាករកខ្លាំងណាស់ស្រុកយើងឥឡូវដូចជាកម្រអាសត្វអស់នេះកាលពីមុនសម្បូរណាស់បើសិនជាបានសត្វអស់នេះយកមកធ្វើថ្នាំពិតជាពូកែស័ក្តិសិនក៏ប៉ុន្តែគិតមើលទៅសត្វនេះវាចង់ផុតពូជនឹងដោយសារតែពួកយើងចេះតែទៅប្រមាញ់វាយកមកធ្វើថ្នាំសង្កូវនឹងឯងនេះគិតទៅគួរឲ្យអាណិតពួកវាដែរមនុស្សយើងនេះពិតជាអាក្រក់ខ្លាំងណាស់ដើម្បីតែសុខភាពខ្លួនឯងដើម្បីតែជីវិតខ្លួនឯងក៏ប៉ុន្តែបែរជាទៅសម្លាប់ជីវិតសត្វព្រៃយកមកផ្សាយផ្សំថ្នាំសង្កូវទៅវិញលោកអំជីងក់ក្បាលតិចហើយគាត់និយាយថាឲ្យធ្វើចឹងមិនបើសិនជាវេតម្រូវត្រូវតែអញ្ចឹងហើយណែ
បើយើងមិនយកវាមកធ្វើជាថ្នាំយើងប្រកាសជាមិនមានជីវិតនោះទេមកចាងទៀតខ្ញុំទៅរកនោះគឺយកមកសង្គ្រោះទៅកាន់អាយុជីវិតមនុស្សដែរអើយធ្វើចឹងមិនទេនេះក៏ប៉ុន្តែគិតថាចង់នាំកូនប្រុសរបស់ខ្ញុំទៅដែរក្រែងបានជិះគ្នាដោយសារតែនៅក្នុងព្រៃនោះពោពេញទៅដោយគ្រោះថ្នាក់ខ្លាំងណាស់កន្លែងដែលពពួកសត្វអស់នេះនៅមិនមែនចិត្តក្បែរភូមិនេះទេតតែទៅរកក្នុងព្រៃជ្រៅយើងរៀងចាស់ហើយកម្លាំងក៏ខ្សោយដែរមើលទៅមានតែពឹងទៅកាន់ក្មេងៗទេក្រែងលោកគេអាចជួយជើងបានមកចាងទៀតកូនប្រុសរបស់ខ្ញុំក៏បានបង្ហាត់បង្រៀនអាគមគេថាចប់សពគ្រប់អរិយៈពេលជាង1ឆ្នាំហើយដែរគេនោះមានទាំងសមត្ថភាពមានទាំងសិល្បៈការពារខ្លួនល្អផងលោកអំភឿនបាននិយាយថាកុំគិតតែរឿងផ្ទៃមន្តអាគមរឿងក្បាច់កូននេះនោះកុំភ្លេចផ្ទៃអារឿងផ្សាយផ្សំថ្នាំសង្កូវទៅកាន់គ្នាផងចេះតែបង្រៀនទៅបើសិនជាលាក់កំនួចបន្តគ្នាយូរទៅរឿងសិល្បៈរឿងមន្តអាគមរឿងការផ្សាយផ្សំថ្នាំសង្កូវបុរាណនេះប្រកាសជាបាត់បង់សាបសូន្យពិតជាមិនខាននោះទេក្មេងចំនួនក្រោយគ្នាបានស្អីណែនិយាយអញ្ចឹងសំអាងឮថាតាក់តងជាមួយនឹងចន្ទថាតើយ៉ាងម៉េចដែរឮថាស្រឡាញ់គ្នាខ្លាំងណាស់តែណែសុកដែលជាម្ដាយរបស់ចន្ទថានោះនេះគេស្រឡាញ់រកតែអ្នកមាននោះទេហើយជើងនេះជាអ្នកក្រក្រៃរឿងអីគេលើកូនឲ្យទៅអំជីដកដង្ហើមធំគាត់និយាយថានេះរឿងត្រង់នេះខ្ញុំក៏ធ្លាប់និយាយជាមួយនឹងកូនដែរថាឲ្យវាដកចិត្តដកថ្លើមពីចន្ទថាទៅថ្មីត្បិតតែចន្ទថានោះគឺជាមនុស្សស្រីល្អក៏ប៉ុន្តែឪពុកម្ដាយរបស់នាងនោះគឺស្រឡាញ់រកតែកូនប្រសាអ្នកមាននោះទេហើយអ្នកក្រដូចជាយើងនេះធ្វើមិននឹងគេលើកកូនឲ្យក៏ប៉ុន្តែរឿងស្នេហាក្មេងខ្មាំងភឿនអើយយើងនិយាយមិនស្ដាប់នោះទេដោយសារតែពួកគេកំពុងតែនៅឈាមរាវដោយការពីយើងនៅតែក្មេងៗដែរនឹងម៉ែឪនិយាយមិនស្ដាប់ដូចតែគ្នាដល់ពេលចាស់ទៅទើបបានដឹងថាសំដីដំបូងមានរបស់គាត់គឺជាក្របពេញដែលមានតម្លៃសម្រាប់ពួកយើងនេះខ្ញុំធ្វើដំណើរត្រឡប់ទៅផ្ទះវិញហើយក្រែងលោភាពគេមករកខ្ញុំទៅមើលប្រពន្ធគេណែកុំភ្លេចថ្ងៃស្អែកធ្វើដំណើរចូលទៅក្នុងព្រៃជាមួយនឹងខ្ញុំលើកដែរឬអត់អំភឿនងក់ក្បាលហើយគាត់ក៏បានតបថាមិនអីទេចាំខ្ញុំធ្វើដំណើរទៅជាមួយនឹងសម្លាញ់ឯងក៏ប៉ុន្តែយប់នេះរកចាត់ចែងឲ្យរឿងនឹងខ្មោចព្រីនឹងសិនបើមិនអញ្ចឹងទេមកយប់នឹងប្រកាសជាមិនបានដេកពិតជាមិនខានប្រោកប្រាយគ្នាបានមួយសន្ទុះចាស់ទាំងពីរនាក់ដែលជាសម្លាញ់ជាមួយនឹងគ្នានេះក៏បានបំបែកផ្លូវគ្នាធ្វើដំណើរទៅកាន់ផ្ទះស្បែករៀងខ្លួនទៅអំជីបន្ទាប់ពីដើរជិតដល់ផ្ទះស្រាប់តែបានឃើញថាចន្ទថាកំពុងតែអង្គុយប្រោកប្រាយជាមួយនឹងកូនកំឡោះរបស់គាត់នៅឯខាងក្រោមផ្ទះអំជីដកដង្ហើមធំគ្រវីក្បាលគាត់និយាយម្នាក់ឯងថាសំអាងអើយសំអាងមើលទៅឯងនេះថ្ងៃមុខប្រកាសជាទឹកភ្នែកដោយសារតែចន្ទថាពិតជាមិនខានឪពុកម្ដាយរបស់គេធ្វើម៉េចនឹងជួលព្រមឲ្យចន្ទថាមកធ្វើជាប្រពន្ធរបស់ឯងទៅក្រោយពីនោះគាត់ក៏បានដើរចូលទៅក្នុងផ្ទះចន្ទថាបានឃើញលោកអ៊ំក៏បានលើកដៃសំពះរួចនិយាយថាលោកអ៊ំទៅតែមកពីចុងគោមេរីទេអ៊ំជីញញឹមងក់ក្បាលតិចហើយគាត់ក៏បានតបថាក្មួយស្រីមែនហើយនេះទៅណាមកណីដែរហ្នឹងបានជាមកដល់ផ្ទះអ៊ំទាំងព្រឹកប្រហៀមចន្ទថានាងក៏និយាយថាលោកអ៊ំណែមករកសុំននងពី3យកទៅស្លប្រហារដោយសារតែលោកពូគាត់ចង់ស្លប្រហារនឹងឯងននងរបស់អ៊ំវែងខ្លាំងណាស់ណោះអ៊ំជីបានចង្អុលទៅចំហៀងផ្ទះហើយគាត់និយាយថានេះបើសិនជាត្រូវការស្លប្រហារនោះក្មួយស្រីនោះទៅមើលលពៅនៅក្បែរនោះទៅបេះមួយបេះពីរទៅគឺដាំដោះគ្រាន់តែចែកគ្នាហូបនឹងណែក្មួយស្រីអ៊ំសួរតាមត្រង់មើលនេះក្មួយឯងនេះស្រឡាញ់ទៅកាន់សំអាងនេះតើស្រឡាញ់ចេញពីចិត្តដែរឬអត់ចន្ទថាបញ្ឈប់ភ្នែកសម្លឹងទៅរកអ៊ំជី
Nơi khóc bì nú Niên có bán chạy thà Lược óm Hạt ở vậy có óm số địch này Lược óm mình tục chật trong bài được tí Óm chỉ bán tọp thà Nơi khổ mùi Óm mình mẹn thá mình tục chất từ càng khổ mùi được tí Khơi ai được bì nhạn ní Ở đó ốc rồi ớn khlang bì Trong đằng thà Ai ní miền práp từ càng bùm đáy được ón Khổ mùi ấy bất có chịu bàn đấng Tha bùm đáy được bỏ ấy cách bòn nà Hỏi bà sân chỉ một đẻ tốn chưa mùi nâng sống áng Đáy chỉ con được bỏ óm trên nhạc krò ní Mơ từ kế bà hai chí mình chôl próm được tí Khai thả thằng ngày krói Nẹ từng bì ai ní Chư chắp riêng riêng luôn Đôi chân này hỏi óm xạ sụt tới Chân thả đó đang hàm thúm Niên bán được chạy thả Óm Tạm bật tức trong xa lánh tới căn bóng sống áng khăn ná Có bàn tay rương rái từng ổn ní Xong mà đã hiến oi bùm đáy xong bạn đăng nụ tí Bà sân chỉ có đăng nụ Mà đăng thả quát đầy thả xong chẳng bạch nụ tí Có bàn tay óm Xong khán buộc xong từ bì nẹ xa lánh khní Buộc xong nâng chồng nẹ chất rồi bọc quán Khăn bì nụ lục óm Có bán để chạy thả À Nốm viên mặt thống trường nìl tí Nơi khăn xong mày cá rồi bỏ chừng ní Này khơi ta rương tôm tiêu đai được tí Kế sở xế tròn krong mốc Vía mình mền thò mặt đá được tí Cứ nẹ sở xế tròn krong núng Cái tròn đào thá Nó mình ai thống trường nìl Ơi Rương snai hạc mình khmang ní Óm có một trong lục đại đài Có bàn tay chết tờ miên chất ảnh nất Bà sân chia bùm đáy bằng rọt bằng rạc nú Bà có chỉ tập này Rương điện khuôn bật cho mình khàn Này khmôi sấy Bà sân chia miên ở các nà lõ Nơi dây rương rái Đại tẹ tông cho mình nâng sống áng ní Práp tất cả bùm đáy tới Bà sân chỉ cót cất chẳng bạch chẳng mà nú Nè thua tam cọt tới Còn oi cót bị bạ chật ấy Hỏi mình chàng tiết óm có khuyên sân khâm chán Tha sóc Kế lực khmôi sấy ánh Ai mà cán côn pro đã bỏ ôm đai Nơi chạy đọt tròn này Chăn thá cho mình nâng sống áng xâm lần khní Sọ tập nếch mặt mắt tại mặt đón Nơi bị nụ sống áng bán để chạy thà Lục bốn Này nhóm xa lạnh khní khẳng nà Hỏi hạt với Ban chụp bộ quạt trong một bài bằng bạ chướng Anna cột bộ chướng Cứ bộ chướng trời tờ đất khôn anh Nhóm đằng hỏi Bị than nông mình ai thông chừng nhiều ní Có bàn tay Bọn top bí bằng rọt bằng rác con sầy rúi Tay tờ miên đã bắt bông chỉ vớt Khói bề riệp ca Ơi chà bề khá có kết khó đai Bà sân chỉ khmây khoáng xa lạnh khní Hạt ở với có một mặt đau ở khní Bà nơi cho mình khní Rôm rút chỉ cụ Anna cột tới Chẳng thá Bà sân chỉ ở bông đai đã bỏ ốn Mình chôl próm Cót một bay bằng bạ bụi trường nấu Ta ốn cất chẳng mánh Bê nụ chẳng thá bán để chạy thá Bông sống áng Ở rừng này xong có một đằng đài Này đại sát ta bông đai xong cài khẳng ná Xong Mình hiên chùm to xong đây đã bỏ cót nụ tê Chẳng thá nên chạy tái bọn này Nẹ cầm lọc sống áng có bán đấng về chật niếng Tụ bay trên niếng xa lạnh từ can kế bọn nà cật đói Có bàn tay bà sân chìa bông đáy Bọn không chất niếng ai từ chọc nẹp xây nú Chẳng thá bà có chật thừa tam Khăn bê nụ sống áng đó đang hàm thúm Kế có bán để chạy thả Bóng xa lạnh ốn khẳng ná Có bàn tay Bà sân chỉ ốn Sao mạ chết thua tam bông một đài nú Bóng có một đấng Tại hàm khót trong bạch đài Tài chật xa lạnh được bọc bóng cứ nơi tay xa lạnh Một đài trong Bài tranh bị ốn nụ tê Ông chị đó đang hàm thúm Hỏi quát để chạy thả Nó hào chốc cất ở rừng đằng tây Nè xong áng cốn Ngày sáng thua đầm ná chốt được nông bấy cho mùi nông bụng Tờ rọc sạch tay Rọc sạch anh ấy Nâng tham sẵn cơ môi chồng nuốn Dốc tập triệu bà Mình sẽ mây đã bỏ ảnh nô Kể nó chứ cần thôn tới hỏi Bà sẵn chịu mặt đói rồi dạ bế 4 đọc ngày tiến Bà có chạy khmiên phlấy Xong cút từ cán kế nụ tê Nơi dây mà toàn là phót bì món Sạp tay bụp hiếp Ở rột đeo tỏa hếp tỏa hộp cho một nông tè ra bỏ ông chí Nè lục ống Tớ mơ bật bôn trong phong Niếng đào khôn khẳng nà Đào sân được chanh sáng từ hỏi Ở lươn làng lục ống trong xong mong vô Ông chí bà nháo Đầu xong liệt bóng bé Rồi chói cọ bàn thua đầm ná Xong đào từ căn tè Rồi bóp bụp hiệp tới Bọn to bị thua đầm ná chốt tự đó Có bán khơi thả
មីងស្មីក្តៅខ្លួនខ្លាំងណាស់ក្តៅឡើងញាក់តែម្ដងអំជីក៏លេចមើលទៅកាន់ពុភៀមហើយគាត់បានសួរថាណែភៀមតើមានដាំទឹកថ្នាំដែលខ្ញុំឲ្យនោះតើការនាងផឹកដែរឬទេពុភៀមបាននិយាយថាណែលោកអ៊ំដោយសារតែ2ថ្ងៃនេះខ្ញុំរវល់ខ្ញុំមិនបានកម្ដៅទឹកថ្នាំនោះទេទៅធ្វើផ្ទះរបស់គេជាប្រចាំអត់សូវមានពេលនៅមើលប្រពន្ធនោះទេខ្ញុំឲ្យនាងកម្ដៅទឹកថ្នាំហូបខ្លួនឯងក៏ប៉ុន្តែមិនដឹងជានាងបានហូបឬក៏អត់នោះទេលោកអ៊ំដកដង្ហើមធំក្រោយមកគាត់បាននិយាយថាអើយថាកុំឲ្យធ្វើប្រហែសអារឿងទឹកថ្នាំសង្កូវនេះឯងណែបើសិនជាមិនដោយទៀតនៅតែក្តៅរញ៉រញ៉ាក់ដូចនេះមិនជូរទេប្រពន្ធឯងប្រកាសជាបាត់បង់ជីវិតពិតជាមិនខានអមនិយាយប្រាប់ត្រង់ចឹងទៅចុះនេះដោយសារតែការធ្វើប្រហែសរបស់ពួកឯងទាំងពីរនាក់ពូភៀមលើកដៃសំពះទៅកាន់អ៊ំជីអង្វរឲ្យអង្វរទៀតដោយសារតែគាត់ស្រឡាញ់ប្រពន្ធខ្លាំងណាស់លោកអ៊ំតើមានថ្នាំសង្កូវអីអាចជួយប្រពន្ធខ្ញុំបានដែរឬទេសូមលោកអ៊ំប្រាប់មកខ្ញុំនឹងទៅរកអ៊ំជីសម្លឹងទៅរកមីងស្មីដែលកំពុងតែក្តៅញ័រញាក់ស្របពេលនោះគាត់និយាយថាលោកអ៊ំគិតថាថ្ងៃស្អែកនេះនឹងធ្វើដំណើរចូលទៅក្នុងព្រៃហើយទៅរកឈាមតេះទៅរកសត្វអញីនិងថ្នាំសង្កូវឬឈើមួយចំនួនយកមកផ្សាយផ្សំព្យាបាលទៅកាន់ប្រពន្ធឯងនឹងគឺមានតែរបស់ទាំងអស់នេះទេទើបអាចសង្គ្រោះទៅកាន់ប្រពន្ធឯងបានណែឯងទៅប្រាប់ពុំដៃឲ្យមកចាំជួយមើលទៅកាន់ប្រពន្ធឯងផងឯងទៅចូលទៅក្នុងព្រៃជាមួយនឹងខ្ញុំណែបាន4នាក់សំអាងភឿនខ្ញុំជាមួយនឹងឯងលើកដែរឬអត់ក៏ប៉ុន្តែឥឡូវនេះចុះទៅកម្ដៅទឹកថ្នាំយកមកឲ្យប្រពន្ធសិនទៅពូភៀបបាននិយាយថាលោកអ៊ំខ្ញុំគិតថាដូរថ្នាំដោយសារតែទឹកថ្នាំនោះដាក់ប្រហែលថ្ងៃហើយនឹងអ៊ំជីបានងក់ក្បាលពូភៀបគាត់ក៏បានចុះពីលើផ្ទះទៅរៀបចំដាក់ថ្នាំសង្កូវដាំរងាស់ឲ្យប្រពន្ធគាត់ទៅមួយសន្ទុះធំក្រោយមកទឹកថ្នាំក៏បានរងាស់រួចហើយគាត់ក៏បានយកទៅឲ្យមីងស្មីហូបមីងស្មីហូបអស់មួយត្រឡោកខ្ទង់ប្រហែលជា2ម៉ោងទើបគាត់នោះរៀងស្រាក់សានពីការក្តៅញ័រញាក់បន្តិចក្រោយពីបានធូរអ៊ំជីបាននិយាយថាណែឯងក៏ភ្លេចសោះល្ងាចបន្តិចយកទឹកថ្នាំនេះឲ្យប្រពន្ធហូបបន្តទៀតហើយរឿងបបរអីនោះកុំភ្លេចដាំបញ្ចុកនាងផងថ្ងៃស្អែករៀបចំសម្ភារៈធ្វើដំណើរចូលទៅក្នុងព្រៃហើយផ្ដែផ្ដាំទៅកាន់ឪពុកម្ដាយរបស់ឯងឲ្យមើលថែទៅកាន់នាងឲ្យបានល្អលើកដែរឬអត់លោកពូបានលើកដៃសំពះក្រោយមកគាត់បាននិយាយថាលោកអ៊ំខ្ញុំអរគុណហើយដែលបានមកជួយប្រពន្ធខ្ញុំថ្ងៃស្អែកនេះខ្ញុំនឹងធ្វើដំណើរទៅជាមួយនឹងលោកអ៊ំម៉ែវាឯងស៊ូទ្រាំទៅណែថ្ងៃស្អែកខ្ញុំចូលទៅក្នុងព្រៃទៅរកថ្នាំសង្កូវបានឯងប្រកាសជាបានជាសះស្បើយពិតជាមិនខាននិយាយរួចគាត់បានចាប់ដៃប្រពន្ធគាត់ចំណែកឯមីស្មីនោះគាត់រៀងអន់ក្តៅបន្តិចហើយគាត់បាននិយាយអរគុណទៅកាន់អ៊ំជីផងដែរអ៊ំជីបាននិយាយថាមិនចាំបាច់គុណស្រ័យស្អីនោះទេឥឡូវនេះខ្ញុំត្រឡប់ទៅផ្ទះសប្បាយវិញហើយទៅរៀបចំសម្ភារៈមួយចំនួនធ្វើដំណើរចូលទៅក្នុងព្រៃនៅភៀបដាក់របស់របរទៅឲ្យច្រើនព្រោះថាសត្វតេះកម្រខ្លាំងណាស់ដើរកន្លះថ្ងៃមួយថ្ងៃមិនទាន់ជួបផងលើកដែរឬអត់សត្វប្រភេទនេះបច្ចុប្បន្ននេះពិបាករកខ្លាំងណាស់មើលទៅប្រហែលជាមួយថ្ងៃឬក៏2ថ្ងៃទើបត្រឡប់មកវិញក្រោយពីនិយាយរួចលោកអ៊ំគាត់ក៏បានត្រឡប់ទៅកាន់ផ្ទះសបែងរបស់គាត់វិញទៅរួចហើយក៏បានប្រាប់ឲ្យទៅកាន់កូនប្រុសរបស់គាត់នេះរៀបចំសម្ភារៈដើម្បីធ្វើដំណើរចូលទៅក្នុងព្រៃជាមួយគាត់ផងដែរអ៊ំជីចេញទៅផន់ពូភៀបបានឲ្យធូបចំនួន3សរសៃយកទៅដាក់ដោតនឹងកំប៉ុងជើងធូបហើយគាត់លើកដៃបួងសួងនិយាយថាគុណឪពុកគុណម្ដាយគុណទេវតាណែថ្ងៃស្អែកនេះខ្ញុំធ្វើដំណើរចូលទៅក្នុងព្រៃហើយសូមឲ្យកូនចៅនេះបានជួបជាមួយនឹងសត្វតេះនិងបានយកវាមកធ្វើថ្នាំជួយព្យាបាលទៅកាន់ប្រពន្ធកូនចៅវត្ថុស័ក្តិសិទ្ធិទាំងឡាយសូមជួយបែកបាច់ថែរក្សាកូនចៅផងក្រោយពីនោះទៅ
គាត់បានអង្គុយសម្លឹងទៅកាន់ប្រពន្ធគាត់ដែលកំពុងតែមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងលុះរៀងថ្ងៃបន្តិចនៅពេលដែលប្អូនរបស់គាត់ចូលមកដល់គាត់ក៏បានប្រាប់ទៅកាន់ប្អូនស្រីឲ្យនៅមើលប្រពន្ធរបស់គាត់ហើយគាត់ក៏បានទៅនិយាយជាមួយនឹងពុកម្ដាយឲ្យគាត់ទៅមើលថែប្រពន្ធគាត់ផងដែរថ្ងៃស្អែកគាត់ត្រូវធ្វើដំណើរចូលទៅក្នុងព្រៃទៅរកថ្នាំសង្កូវនឹងឯងយប់យន្តទុនទៀមអាត្រិតសានស្ងាត់ទាំងមនុស្សទាំងសត្វដេកស្ងាត់ពេញភូមិក៏ប៉ុន្តែនៅក្នុងពេលនោះស្រាប់តែបានឮសំឡេងយំចេញមកពីដើមឈើនៅខាងក្រៅផ្ទះទៀតហើយអំភឿនក្តៅក្រហាយខ្លាំងណាស់នៅក្នុងពេលនោះគាត់ក៏ចាប់ផ្ដើមរៀបចំសម្ភារៈចុះពីលើផ្ទះតែក្នុងពេលនោះប្រពន្ធរបស់គាត់បាននិយាយថាណែឪវាខ្ញុំបានឮសំឡេងយំនេះយូរណាស់មកហើយណែតើវាគឺជាសំឡេងអ្វីទៅដូចជាសំឡេងមនុស្សស្រីកំពុងតែច្រៀងបំពេកូនម្ដងដូចជាឮយំដោយសារតែមានការសោកសៅអំភឿនបាននិយាយថាអើយខ្ញុំក៏មិនដឹងដែរថានាងខ្មោចព្រាយនេះចេញមកពីណានោះទេខ្ញុំសួរវាមិនមាន់យប់នេះខ្ញុំប្រកាសជាលេងថោក្តៅដាក់វាពិតជាមិនខានបើសិនជាបណ្ដោយឲ្យវានៅទីកន្លែងនេះយូរទៅវាប្រកាសជាឡើងចាងតើពពួកខ្មោចព្រាយមកនៅក្នុងផ្ទះច្រើនហ្នឹងរាសីប្រកាសជាដាក់រកស៊ីអីក៏មិនឡើងដែរណែនៅលើផ្ទះបាត់ទ្វារស្រួលបួលខ្ញុំចោះទៅចាត់ការវាហើយក្រោយពីនិយាយរួចលោកអ៊ំគាត់ក៏បានដើរសម្ដៅទៅកាន់ដើមកោធំមួយនៅពេលនោះគាត់បានឃើញនាងព្រាយកំពុងតែអង្គុយចូលជើងសំដោកចុះមកក្រោមទម្លាក់សក់អន្តែអន្តាយភ្នែកដកក្រហមឆេះមុខមាត់លាក់ខ្មៅក្រឹមបានសម្លឹងមករកលោកអំភឿនអំភឿនបាននិយាយថាណែនាងថ្ងៃនេះអញលេងធေါ်ក្តៅហើយអញលែងមានចិត្តមេត្តាទៅកាន់នាងខ្មោចព្រាយឯងទៀតហើយអញសួរហេតុអីក៏មិនមាត់នាងឯងនេះចេះតែមករញ៉េរញ៉ៃរំខានដំណេករបស់ជើងទៅណាមិនឆ្ងាយនោះទេអំភឿននិយាយបានតែប៉ុណ្ណេះក៏ស្រាប់តែនាងនោះចាប់ផ្ដើមពន្លូតដៃវែងទៅសំដៅទៅរកករបស់អំភឿនម្ដងនេះនាងនេះក៏ចង់លេងមែនទែនជាមួយនឹងគាត់ដែរអំភឿនឃើញថាដូចជាមិនស្រួលបានទាញក្បាត់ចេញពីចង្កេះលើកឡើងសូត្រផ្លុំអាគមបន្តិចរួចហើយក៏បានកាប់សំដៅទៅរកដៃនាងព្រាយកំបាត់នេះប៉ះទៅលើដៃនាងភ្លាមដៃរបស់នាងក៏ចាប់ផ្ដើមក្តៅប្រៀបដូចជាលូកចូលទៅក្នុងភ្លើងនាងព្រាយស្រែកប្រកាច់ប្រកាន់បន្តិចរួចហើយក៏បានទម្លាក់ខ្លួនមកតាមដើមកោនោះសំយោកសំយ៉ាធ្វើរូបរាងគួរឲ្យខ្លាចដើម្បីចង់បន្លាចទៅកាន់អំភឿននឹងឯងក៏ប៉ុន្តែមនុស្សដូចអំភឿននេះបានចាត់ការទៅកាន់ខ្មោចព្រាយមិនដឹងថាអស់ប្រមាណក្បាលហើយនោះទេហើយគាត់ក៏ជំនាញខាងនេះដែរលោកអមបាននិយាយថាណែនាងឯងនេះមើលស្រាមកកាន់ជើងពេកហើយចាំមើលយើងនឹងលេងថោកក្តៅដាក់នាងអំភឿនក្តាប់ដីមួយក្តាប់សូត្រផ្លុំគប់សម្ដៅទៅរកព្រាយនៅក្នុងពេលនោះកំទេចដីរបស់គាត់បានទៅប៉ះខ្លួនរបស់ព្រាយស្រាប់តែក្តៅរោរាតែម្ដងនាងព្រាយគិតថាបើសិនជានៅដីទប់ទល់មិនឈ្នះអំភឿននោះទេនាងក៏បានស្រួយស្រាឡើងទៅលើដើមកោវិញរួចឆាយលូកដៃសម្ដៅមករកអំភឿនទៀតតែលោកអមព្យាយាមយកកាំបិតអាគមរបស់គាត់កាប់សម្ដៅទៅដៃរបស់នាងព្រាយម្ដងនៅខាងនេះម្ដងនៅខាងនោះវាលោតចេញពីដើមឈើនេះទៅដើមឈើនោះវាមិនហ៊ានលោតសម្ដៅទៅរកតែដើមកគីដែលអំភឿនបានដំដៃគោតែមួយប៉ុណ្ណោះលោកអមគិតថាបើសិនជានៅតែបន្តធ្វើដូច្នេះទៀតប្រកាសជាត្រូវនាងព្រាយនេះពងវក់ច្របាច់គាត់ឲ្យសម្ពាធដោយជាជាពិតជាមិនខានលោកអមបាននិយាយថាចាំមួយផ្លែតនាងឯងចាំមួយផ្លែតចាំមើលតែបន្តិចទៀតហ្នឹងរត់ទៅណាលេងរួចហើយព្រាយបន្ទាប់ពីឃើញអំភឿនរត់នាងក៏ចាប់ដើមស្នើចបន្លឺសំឡេងខ្លាំងហាក់ដូចជាកំពុងតែបាញ់ឈឺទៅកាន់អំភឿនលោកអមរត់ឡើងទៅលើផ្ទះរួចហើយក៏បានទៅកាន់ទីអាសនៈទាញយកតុក្កតាខ្មៅមួយដែលធ្វើឡើងមានរូបរាងដូចជាក្មេងស្លៀកពាក់ចុងក្បិនមួយចាងទៀតវាមានសបល់ខ្មៅក្រឹមអំភឿនបានចូលទៅដល់ខាងក្រៅផ្ទះរួចហើយដាក់វាលើកបាតដៃអង្គុយពេនភ្នែនសូត្រអាគម
ស្របពេលនោះគាត់បានគប់កុមារខ្មៅនោះសំដៅទៅរកដើមកោរបស់គាត់មួយផ្លែតក្រោយមកពន្លឺពណ៌ក្រហមក៏បានជះមួយឆ្វាច់ភ្លឺយ៉ាងខ្លាំងបង្ហាញរូបរាងនៃកុមារខ្មៅមួយមានភ្នែកឲ្យក្រហមឆេះស្របពេលនោះអំភឿនបាននិយាយថានៅចៅឯងទៅចាប់នាងព្រាយនោះឲ្យជាប់ទាញវាទម្លាក់ចុះពីលើដើមឈើមកកុំឲ្យវាលោតចុះលោតឡើងឲ្យសោះលើកដែរឬអត់កុមារខ្មៅនោះក៏បានស្ទុះវឹងរួចឆោយវាឡើងទៅលើដើមកោសំដៅទៅរកនាងព្រាយនោះព្យាយាមលុកដៃទៅច្របាច់ទៅកាន់កុមារខ្មៅក៏ប៉ុន្តែកុមារនោះមានអានុភាពខ្លាំងណាស់ភ្នែកដ៏ក្រហមរបស់វានោះគ្រាន់តែសម្លឹងបណ្ដាឲ្យមានភ្លើងសំដៅទៅរកនាងព្រាយស្របពេលនោះវាក៏ចាប់ដើមចាប់ទាញសក់នាងព្រាយនោះទម្លាក់ចុះទៅដីតែនាងព្រាយព្យាយាមតោងជាមួយនឹងមេកោយល់ទៅយល់មកកុមារខ្មៅក៏ចាប់ដើមសើចដោយសារតែរឿងទាំងអស់នេះក្មេងៗវាចូលចិត្តខ្លាំងណាស់អារឿងយល់ទៅមកដូចជាតងនេះនាងព្រាយគិតតែស្រែកដោយសារតែមានការឈឺចាប់ក៏ប៉ុន្តែកុមារខ្មៅគិតតែសើចដោយសារតែសប្បាយដោយសារតែមិនអាចស៊ូទ្រាំបាននាងព្រាយក៏បានទម្លាក់ខ្លួនចុះពីលើដើមកោលឺសូដឹមមកនៅក្បែរខ្លួនរបស់អំភឿនគាត់ក៏បានក្តាប់ដេកខ្សាច់សូរគុំគប់សម្ដៅទៅរកនាងព្រាយសាជាថ្មីនាងព្រាយនោះប្រកាច់ប្រកិនរនេលពេញដីប្រៀបដូចជាត្រីដែលត្រូវបោះទៅលើរងើកអញ្ចឹងស្របពេលនោះគាត់មិនទាន់ចង់ចាត់ការទៅកាន់នាងព្រាយនោះទេដោយចង់ទុកផ្លូវរស់ឲ្យនាងអំភឿនគាត់ក៏បានសាកសួរថាណែនាងហើយអ្នកណាបញ្ជានាងឯងឲ្យមកធ្វើបាបជើងហើយជើងទៅធ្វើស្អីនឹងឯងបានជានាងឯងមកចងកម្មចងពៀជើងនេះតែនាងព្រាយបាននិយាយថាណែតាចាស់តាឯងនេះទៅដុតខ្មោចរបស់ជើងបានចាក់ទម្លាយកូនរបស់ជើងនៅក្នុងពោះយើងខឹងសប្បាយជាមួយនឹងតាឯងខ្លាំងណាស់តាឯងនេះយើងព្យាយាមប្រើវិជារបស់ជើងការពារទៅកាន់កូនជើងហើយក៏ប៉ុន្តែឯងនៅតែប្រាអាគមដាក់ទៅកាន់ឫស្សីសូននោះចាក់ទម្លុះកូនរបស់ជើងទៀតអំភឿនបើកភ្នែកធំរកនឹកបន្តិចក្រោយមកគាត់ទើបនឹកឃើញថាប៉ុន្មានថ្ងៃមុនគាត់បានទៅដុតនាងខ្មោចម្នាក់ឈ្មោះថានាងខនដែលជាខ្មោចបានចងកសម្លាប់ខ្លួនដោយសារតែពពោះអត់មានប្តីពេលនោះគាត់បាននិយាយថាអូនាងខ្មោចព្រាយតាមពិតនាងឯងគឺជានាងខនទេអីនាងឯងនេះនៅរស់ណែធ្វើឲ្យពុំម្ដាយពិបាកមិនអស់ចិត្តឥឡូវនេះបែរជាចង់មកចងកម្មចងពៀតមកកាន់ជើងទៀនហើយចុះហេតុអ្វីក៏នាងឯងនេះចូលមកក្នុងផ្ទះរបស់ជើងបានតើអ្នកណាជាអ្នកបញ្ជានាងឯងមកអំភឿនបាននិយាយបន្តទៀតថានៅរឿងមួយទៀតហើយចុះជើងនេះគឺជាអ្នកបូជាសពហើយបើសិនជាយើងបូជាសពមិនអស់តើធ្វើមិននឹងកើតទៅយើងគ្រាន់តែធ្វើតាមប្រពៃណីរបៀបរបបតែប៉ុណ្ណោះតែនាងឯងនេះបែរជាមកខឹងជាមួយនឹងយើងយេនាងនេះងាប់ទៅហើយនៅតែមកចងកម្មចងពៀយើងទៀតអំភឿនព្យាយាមជជែកសួរទៅកាន់នាងព្រាយក៏ប៉ុន្តែព្រាយមិនបានប្រាប់ថាអ្នកណាជាអ្នកបញ្ជាមកនោះទេក៏ប៉ុន្តែនាងបាននិយាយថាអតាចាស់គ្មានអ្នកណាជាអ្នកបញ្ជាយើងមកទេយើងនៅក្នុងផ្ទះរបស់ឯងទោះបីជាឯងបណ្ដឹងយើងប៉ុណ្ណាក៏យើងមិនចាញ់ដែរដោយសារតែឆ្អឹងរបស់យើងបានទុកនៅក្នុងផ្ទះរបស់ឯងបាត់ទៅហើយអំភឿនបើកភ្នែកធំហេតុអ្វីក៏មានឆ្អឹងរបស់នាងមកនៅក្នុងផ្ទះរបស់គាត់ស្របពេលនោះគាត់សួរទៅកាន់នាងតែនាងមិនប្រាប់អំភឿនគាត់ក៏បានប្រើរំពាត់សិលវាយសម្ដៅទៅរកនាងទៅនាងព្រាយនោះស្រែកក្រោយមកនាងបាននិយាយថាអាតាចាស់មានមនុស្សម្នាក់គេបានយកឆ្អឹងរបស់ជើងទៅចងភ្ជាប់ជាមួយនឹងជីក្រមារបស់ឯងហើយគេនោះក៏ជាអ្នកចេះអាគមដែរតែយើងមិនប្រាប់នោះទេដោយសារតែយើងស្អប់ឯងទោះបីជាយើងបាត់បង់ជីវិតទៅក៏គ្រូនោះនៅតែចាត់ខំមកកាន់ឯងដែរអំភឿនជជែកសួរទៅកាន់នាងព្រាយសាជាថ្មីម្ដងទៀតតែព្រាយនោះមានកំហឹងជាមួយនឹងគាត់ដោយសារតែគាត់ចាក់កំទេចកូនរបស់នាង
នៅពេលដែលអំភឿនទៅបូជាសាកសពរបស់នាងនឹងឯងស្របពេលនោះទោះបីជានិយាយប៉ុណ្ណាក៏គ្មានប្រយោជន៍អំភឿនក៏បានបញ្ជាទៅកាន់កុមារខ្មៅចាប់ព្រាយឲ្យជាប់រួចឆោយគាត់ក៏បានទាញកំបិតអាគមប្រើមួយកំបិតនោះចាក់កំទេចវិញ្ញាណរបស់នាងព្រាយនោះទៅនាងនេះពិតជាចងកំណុំខ្លាំងណាស់បើសិនជានាងប្រាប់ការពិតទៅកាន់អំភឿននោះនាងប្រហែលជាមិនបាត់បង់ជីវិតទៀតនោះទេក្រោយពីនោះទៅអំភឿនឈរដកដង្ហើមធំរួចឆោយគាត់ក៏បាននឹកគិតតើអ្នកណាជាអ្នកយកឆ្អឹងរបស់នាងមកចងភ្ជាប់ជាមួយនឹងជីក្រមារបស់គាត់ក្រោយពីនោះទៅគាត់ក៏បានទៅផ្ទះសម្បែងរួចឆោយគាត់ក៏បានទៅលាក្រមារបស់គាត់មើលនៅក្នុងពេលនោះប្រពន្ធរបស់គាត់ក៏បានសួរថានេតាលួចលាក់លុយនៃជីក្រមាមែនឬទេបានជាស្រវៃស្រវានេះស្រ័យជីក្រមានៅមុខចង្គៀងមិនឲ្យខ្ញុំដឹងនឹងអំភឿនដកដង្ហើមធំរួចឆោយគាត់ក៏បានតបថាអើយយាយវានេះគិតតែរឿងលុយកាក់តែម្ដងនេះនាងព្រែកបាននិយាយថាឆ្អឹងរបស់នាងត្រូវគេចងភ្ជាប់ជាមួយនឹងជីក្រមារបស់ខ្ញុំដូច្នេះហើយទៅខ្ញុំប្រញាប់ប្រញាល់មកមើលនឹងឯងពីអ្នកប្តីប្រពន្ធពីនិតចុះពីនិតឡើងនៅជីក្រមានោះបន្តិចក្រោយមកស្រាប់តែបានឃើញជីក្រមាពកបន្តិចអំភឿនគាត់ក៏បានស្រ័យមើលរួចឆោយក៏បានឃើញថាមានឆ្អឹងរុំទៅដោយខ្សែអំបោះសនៅនឹងជីក្រមារបស់គាត់លោកអមជោគមកមើលរួចឆោយគាត់ក៏បានស្រ័យចេញគាត់បាននិយាយថាហើយចោះអ្នកណាទៅគេចង់ធ្វើបាបមកកាន់ជើងនេះតើគេនោះគឺជាអ្នកណាខ្ញុំដូចជាមិនធ្លាប់មានរឿងមានរ៉ាវជាមួយនឹងអ្នកណានោះទេហេតុអ្វីក៏គេមានចេតនាចង់ធ្វើបាបខ្ញុំក្នុងពេលនោះអ៊ំស្រីបាននិយាយថានេះឪវាសង្ស័យតែអ្នកប្រកួតប្រជែងមុខរបរជាមួយនឹងឯងទេមិនដឹងមើលទៅគេប្រហែលជាចង់ធ្វើឲ្យឯងនឹងវិនាសដើម្បីដណ្ដើមមុខរបររបស់ឯងអំភឿនអស់សំណោចក៏និយាយថាស្អីគេយាយវាអាណាក៏ចង់មកដណ្ដើមមុខរបរដុតខ្មោចនឹងអាណាចង់ធ្វើឲ្យវាធ្វើទៅអើយគ្រាន់តែរឿងដុតខ្មោចសោះសត្វតែប្រាអាគមដណ្ដើមមុខរបរធ្វើដូចជាអ្នករកស៊ីចំនួនធំជួយគោក្របីដោយពួកដង្ខៅទៅហើយណែសម្រាប់ទៅសម្រាប់យកកម្លាំងមើលទៅពពួកខ្មោចព្រាយលែងរំខានទៀតហើយថ្ងៃស្អែកខ្ញុំត្រូវធ្វើដំណើរឆ្ងាយផងទៅរកសត្វតេះសត្វអីនោះមិនដឹងជាប្រមាណថ្ងៃទើបត្រឡប់មកវិញនោះទេឯងនៅផ្ទះជាមួយនឹងកូនចៅនេះមើលទៅកាន់សត្វគោក្របីឲ្យបានស្រួលផងក្រោយពីនោះទៅពួកគាត់ក៏បានចូលទៅសម្រាកយប់នេះអំភឿនសម្រាកបានស្រួលណាស់ដោយសារតែនាងព្រាយនោះត្រូវវិនិច្ឆ័យបាត់ទៅហើយវេលាព្រឹកឡើងពួកគាត់ក៏ចាប់ដើមរៀបចំសម្ភារៈជុំគ្នារួចឆោយបានទៅឈរពីខាងមុខផ្ទះរបស់ពូភៀមបានផ្ដែផ្ដាំទៅកាន់ប្អូនស្រីព្រមទាំងឪពុកម្ដាយឲ្យទៅមើលថែប្រពន្ធរបស់គាត់ដោយសារតែពូភៀមនេះស្រឡាញ់ទៅកាន់ប្រពន្ធគាត់ខ្លាំងណាស់ក្រោយពីនោះពួកគាត់ក៏បានស្ពីកំភ្លើងធ្វើដំណើរចូលទៅក្នុងព្រៃកាន់តែជ្រៅទៅបន្ទាប់ពីផុតព្រៃដែលពពួកមនុស្សគេចូលទៅដល់ស្របពេលនោះអ៊ំជីគាត់ក៏ចាប់ដើមរៀបចំគ្រឿងសំណែនដើម្បីសំបើកផ្លូវធ្វើដំណើរចូលទៅក្នុងព្រៃជ្រៅគ្រឿងសំណែននោះមានបាយទឹកនំចំណីមានទាំងរបស់របរមួយចំនួនទៀតដែលគេសម្រាប់សែនសំផ្លូវម្ចាស់ព្រៃធ្វើដំណើរចូលទៅរករបស់របរអ៊ំជីបាននិយាយថាម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃប្រឹក្សាអរុករៈអ្នកតាដែលជាអ្នកមានឫទ្ធិបារមីនៅទីកន្លែងនេះពួកខ្ញុំទាំង4នាក់សូមធ្វើដំណើរចូលទៅក្នុងព្រៃណែដើម្បីទៅរកថ្នាំសង្កូវជួយសង្គ្រោះទៅកាន់អាយុជីវិតរបស់មនុស្សសូមអស់លោកមេត្តាជួយបើកផ្លូវកុំប្រកែកប្រកាន់មកកាន់ពួកជើងអីសត្វណាដែលត្រូវជាសត្វដែលលោកតាលោកជ័យចិញ្ចឹមនោះសូមជួយបំបត្តិបំបាំងកុំឲ្យពួកខ្ញុំឃើញក៏ប៉ុន្តែបើសិនជាសត្វណាត្រូវមានគ្រោះទៅធ្វើជាថ្នាំសង្កូវរបស់ពួកខ្ញុំនោះសូមអស់លោកកុំប្រកែកប្រកាន់នៅពេលដែលពួកខ្ញុំនេះប្រហារទៅកាន់វាឥឡូវសូមអញ្ជើញមកខ្សែផ្សោយបាយទឹកនំចំណីព្រមទាំងសាច់ដែលខ្ញុំបានដាក់ឲ្យនេះទៅក្រោយពីនិយាយរួចអ្នកទាំង4នាក់ក៏បានសំពះ3ដងរួចឆោយពួកគាត់ក៏បានធ្វើដំណើរសម្ដៅចូលទៅក្នុងព្រៃជ្រៅទៅនៅពេលដែលពួកគាត់ដើរផុតក៏ស្រាប់តែមានបរិសម្នាក់ស្លៀកពាក់បែបបទបុរាណ
ចងក្បិនក្រហមកាន់ដំបងធំគេនោះក៏បានមកអង្គុយខ្សែផ្សោយគ្រឿងសំណាញ់ទាំងអស់នោះមើលទៅតំណងប្រហែលជាពពួកអ្នកតាព្រៃនឹងឯងធម្មតានៅក្នុងដែនព្រៃមួយតែតែមានពពួកអ្នកមានបារមីបែកបាច់ថែរក្សាធ្វើជាម្ចាស់នៅក្នុងតំបន់នោះក្រោយពីបរោះមេធំនោះខ្សែផ្សោយគ្រឿងសំណាញ់រួចគេក៏បានចេញទៅក្រោយពីបរោះនោះចេញទៅបានក៏ស្រាប់តែមានពពួកបរិវារទាំងឡាយដែលមានមុខអាក្រក់ជាពពួកខ្មោចព្រាយចាប់ដើមនាំគ្នាស្រវៃស្រវាដៃឲ្យរវាមលោកស៊ីទៅកាន់សំណាញ់ដែលគេបានដាក់សែនរឿងនេះក៏អាចបញ្ជាក់ប្រាប់ថានៅពេលដែលពួកយើងធ្វើដំណើរទៅឆ្ងាយទៅកាន់ទីកន្លែងព្រៃអីនោះគួរតែដាក់សែនឲ្យទៅកាន់គេផងព្រោះថាពួកអ្នកតាព្រៃគេក៏អាចជួយបីបាច់ថែរក្សាបាញ់ជៀសគ្រោះថ្នាក់ជួយសង្គ្រោះមកកាន់ជើងបានដែរមកចាំងទៀតរឿងរបស់សំណាញ់នៅក្នុងព្រៃកុំចេះតែហូបផ្ដេសផ្ដាសព្រោះថាពពួកអមនុស្សប្រកាសជាខឹងសបាជាមួយនឹងយើងពិតជាមិនខានហើយសយស៊ីមន់របស់គេអាចយកជ្រូកខ្វៃទៅសែនជំនួសវិញវាបណ្ដាលឲ្យខាត់បងមកកាន់ជើងអ្នកទាំង4នាក់ដើរជុំគ្នាតាំងពីព្រឹករហូតដល់ថ្ងៃរសៀលក៏ប៉ុន្តែដូចជាមិនបានជួបសត្វទេសំបីតែមួយក្បាលកុំថាឡើយបានជួបសំបីតែស្នាមជើងរបស់វាក៏មិនធ្លាប់ឃើញដែររកដល់ល្ងាចបានសត្វអញមួយក្បាលដែរក៏ប៉ុន្តែរកសត្វទេមិនបាននោះទេពូភៀបដកដង្ហើមធំបើសិនជារកសត្វទេមិនបានប្រពន្ធគាត់ប្រកាសជាបាត់បង់ជីវិតស្របពេលពូភៀបគាត់ក៏បានសួរទៅកាន់អំជីថាណែលោកអ៊ំតើជំងឺប្រពន្ធខ្ញុំជិះមិនរួចត្រូវតែប្រើឈាមរបស់សត្វទេមែនឬទេអំជីគាត់បានងក់ក្បាលរួចឆយក៏បានឆ្លើយតបវិញថាប្រពន្ធឯងគឺត្រូវតែប្រើអានឹងសំខាន់បំផុតនឹងគឺសត្វទេជាមួយនឹងសត្វអញនឹងឯងចំណែកថ្នាំសង្កូវចំណាំងឈើផ្សេងទៀតនោះវាងាយស្រួលរកនោះទេណែតែថ្មនេះទៅហើយនៅតែរកសត្វនោះមិនទាន់បានឃើញមួយក្បាលតើគិតយ៉ាងម៉េចទៅមើលទៅប្រហែលជាបន្តរកថ្ងៃស្អែកទៀតពួកគាត់បានបន្តរកជុំគ្នារហូតដល់ព្រះអាទិត្យលិចបានស្របពេលនោះផងដែរពួកអ្នកទាំងអស់គ្នាក៏ចាប់ដើមធ្វើជាត្រណើដើម្បីសម្រាកនៅក្នុងដែនព្រៃព្រោះថានៅក្នុងព្រៃជ្រៅឆ្ងាយពីស្រុកពីភូមិនោះដេកនៅក្រោមមិនបាននោះទេយប់ឡើងប្រកាសជាមានពពួកអមនុស្សឬក៏ពពួកខ្មោចព្រាយស៊ីសាច់ឬក៏អាចថាពពួកសត្វខ្លាចទៅចោមកចាត់ការមកកាន់ជើងក៏អាចថាបានដែរក្រោយពីធ្វើដំណើររួចពួកគាត់ក៏បានរៀបចំដាំបាយដាំទឹកហូបទៅក្រោយពីហូបបាយមួយសន្ទុះបានបង្កាត់ភ្លើងអង្គុយប្រុកប្រាច់គ្នាស្របពេលនោះពូភៀបបានសម្លឹងទៅកាន់អំភឿនរួចក៏និយាយថាណែលោកអ៊ំកាលពីមុនលោកអ៊ំគឺជាអ្នកដើររកក្លឹមដើររកអីតើធ្លាប់ចូលមកដល់តំបន់នេះដែរឬទេអំភឿនគាត់ក៏បានតបថាកាលនៅក្មេងខ្ញុំធ្លាប់ចូលមកកាន់ទីកន្លែងនេះដែរក៏ប៉ុន្តែកាលនោះតាំងពីនៅកំឡោះឯណោះក្រោយមកមិនដើរធ្វើដំណើរចូលមកតំបន់ក្បែរនេះទេដោយសារតែវាសម្បូរទៅដោយពពួកសត្វកាចនិងពពួកអមនុស្សនៅក្នុងថ្ងៃនេះដោយសារតែវាជាមិនរួចទៅហើយទើបសម្រេចចិត្តធ្វើដំណើរមកនេះណែដោយសារតែចង់សង្គ្រោះជីវិតមនុស្សនោះទេបើមិនចឹងខ្ញុំមិនបន្ថយចូលមកកាន់ទីកន្លែងនេះឡើយអមនុស្សនៅទីកន្លែងនេះមានឫទ្ធិអំណាចខ្លាំងណាស់អញ្ចឹងហើយទើបខ្ញុំជាមួយនឹងជីរៀបចំសំណែនដើម្បីសែនទៅកាន់ពពួកអ្នកតាមម្ចាស់ព្រៃឲ្យគេជួយបីបាច់ថែរក្សាមកកាន់ជើងថ្ងៃស្អែកនេះបើសិនជារកមិនបានទៀតនោះយើងប្រកាសជាវិវត្តពិតជាមិនខានព្រោះថានៅក្នុងព្រៃកាន់តែជ្រៅបន្តទៀតនោះមិនដឹងថាមានស្អីខ្លះទៀតនោះទេអ្នកកំឡោះសំអាងគេក៏បាននិយាយថាណែលោកអ៊ំហេតុអ្វីក៏អាសត្វតេះនេះវាក្រខ្លាំងម្ល៉េះណែពពួកសត្វឆ្លុះសត្វរមាំងសត្វប្រើសអីនោះសម្បូរពេញតែព្រៃលោកអ៊ំគាត់ក៏បានតបថាសត្វពួកអស់នេះសុទ្ធតែសត្វមានតម្លៃទាំងឈាមទាំងសាច់ទាំងឆ្អឹងពួកព្រានព្រៃមិនមែនត្រឹមតែប្រមាញ់យកទៅផ្សាយផ្សំថ្នាំសង្កូវដោយខ្លួនឯងនោះទេគេបានប្រមាញ់វាយកទៅលក់ចេញទៅស្រុកក្រៅផងដែរណែប្រទេសជិតខាងនៅក្បែរជើងនេះគេចង់បានសត្វអស់នេះណាដោយសារតែវាគឺជាសត្វ
ដែលពោពេញទៅដោយជាតិថ្នាំសង្កូវគេចង់បានសាច់យកទៅចម្អិនថែមទាំងចង់បានឈាមវាយកទៅត្រាំស្រាផងដែរដោយសារតែមានប្រសិទ្ធភាពជួយព្យាបាលជំងឺជាច្រើនមុខជាពិសេសជួយសម្រួលឆ្អឹងសរសៃផងដែរអញ្ចឹងហើយទើបវាចង់ផុតពូជដោយសារតែមនុស្សយើងប្រមាញ់អាណាធិបតេយ្យខ្លាំងពេកអើយគិតទៅមនុស្សយើងមានការលោភលន់ខ្លាំងណាស់មិនចេះស្កប់មិនចេះស្គាល់នោះទេបើសិនជាពួកយើងមិនធ្វើការប្រមាញ់ទៅកាន់វាខ្លាំងពេកយកទៅលក់នៅឯក្រៅប្រទេសនោះទេសត្វនេះវានៅតែសម្បូរអញ្ចឹងឯងអ្នកទាំងអស់គ្នាដកដង្ហើមធំដោយសារតែឃើញរឿងជប់ទៅហើយពួកគាត់ក៏បានឡើងទៅសម្រាកនៅលើទ្រនើរបស់គាត់ទៅក៏ប៉ុន្តែពុភាពគាត់ចេះតែនឹកទៅកាន់ប្រពន្ធគាត់ព្រួយបារម្ភពីសុវត្ថិភាពគាត់សម្រាកមិនលក់នោះទេនៅពេលជប់បន្តិចស្រាប់តែបានឮសំឡេងប្រព្រឹត្តដូចជាមានអ្នកណាកំពុងតែដើរសម្ដៅមកកាន់ដើមឈើដែលពួកគាត់កំពុងតែសម្រាកពុភាពចាប់ដើមអើតកសម្លឹងទៅក្រោមស្របពេលនោះគាត់ស្រាប់តែបានឃើញមនុស្សស្រីម្នាក់ស្លៀកពាក់ចុងក្បិនដណ្ដប់ទៅដោយស្បៃនៅពេលនោះគាត់បានឃើញថានាងមានសបល់ខ្មៅក្រឹមភ្នែកឲ្យក្រហមនាងនោះកំពុងតែញញឹមសម្លឹងទៅកាន់ពុភាពដៃជើងរបស់នាងនោះឡើងខ្មៅក្រឹបតែម្ដងចំណែកឯក្រចកវែងខ្លាំងណាស់ស្របពេលនោះពុភាពគាត់ក៏បានងាកមុខមកវិញរួចហើយគាត់មិនហ៊ានសម្លឹងទៅក្រោមទៀតនោះទេក៏ប៉ុន្តែបន្ទាប់ពីនោះទៅស្រីម្នាក់នោះក៏ចាប់ដើមដើរសម្ដៅទៅរកដើមឈើបំរុងនឹងឡើងទៅចាត់ការទៅកាន់ពួកគេទាំង4នាក់ចៃដន្យអ្វីទៅប៉ះជាមួយនឹងគល់ឈើភ្លាមក៏ស្រាប់តែមានភ្លើងឆេះចេញមកនាងនោះក៏ចាប់ដើមលោតថយទៅក្រោយសំឡេងស្រែកវិវាស់យ៉ាងខ្លាំងក៏បានធ្វើអ្នកទាំងអស់គ្នានោះបានភ្ញាក់ដឹងខ្លួនអំជីនិងអំភឿនសម្លឹងទៅក្រោមក្រោយមកគាត់និយាយថាអាចារ្យនោះគឺជានាងព្រាយសំពងទេតើពួកអស់នេះវាចូលចិត្តធ្វើបាបមកកាន់មនុស្សខ្លាំងណាស់ណែបើសិនជាស្តាញ់ត្រូវមិនអីនោះទេតែបើសិនជាវាមិនពេញចិត្តវាប្រកាសជាយាយីធ្វើបាបមកកាន់ជើងនេះមិនឈប់មិនឈរនោះឡើយនៅទីកន្លែងនេះហេតុអ្វីក៏មានពពួកព្រាយសំពងក្នុងពេលនោះផងដែរពុភាពគាត់ក៏បានសួរថាណែលោកអ៊ំក្រែងព្រាយសំពងនេះណែវាតាមបីបាច់ថែរក្សាមនុស្សជើងអីឮតែគេហៅនៅពេលកម្មវិធីបន់ម្ដងអំភឿនគាត់ក៏បានតបថាច្រឡំមាត់ហើយពពួកអស់នេះវាមិនមែនមកជួយការពារមនុស្សនោះទេចំណែកឯពពួកនាងព្រាយខ្មៅសំពងនោះដែលជើងបានហៅទៅគឺគេផ្ដោតទៅលើពពួកខ្មោចព្រាយដែលត្រូវជាមេបារបស់កូនប្រុសកូនស្រីឬក៏សាច់ញាតិរបស់ម្ចាស់កម្មវិធីក្រែងលោពពួកសាច់ញាតិបានបាត់បង់ជីវិតទៅកើតជាពពួកព្រាយសំពងនេះពួកនេះមានអានុភាពខ្លាំងណាស់បើសិនជាពួកវាទៅនោះខ្មោចព្រាយកំពៃកំពកប្រកាសជាខ្ចាត់ខ្ចាយរត់ចេញពីទីកន្លែងនោះគេហៅនាងទៅដោយសារតែពួកនាងនេះគឺជាសាច់ញាតិរបស់ម្ចាស់ផ្ទះហៅនាងដើម្បីបណ្ដេញពពួកខ្មោចព្រាយកំពៃកំពកមួយចំនួននឹងឯងតែបើសិនជាពពួកខ្មោចព្រាយនៅក្នុងព្រៃដូច្នេះវាប្រកាសជាចាត់ការមកកាន់ជើងពិតជាមិនខានអានុភាពរបស់វាខ្លាំងណាស់ពុភាពបានសួរថាលោកអ៊ំហើយចុះពេលនេះតើយើងគួរតែធ្វើយ៉ាងម៉េចទៅអ៊ំជីនិងអំភឿនសម្លឹងមុខគ្នារួចហើយអ៊ំជីបាននិយាយថានេះកុំតន់លេងវាអីទុកវាសិនទៅពពួកអស់នេះមានឫទ្ធិអំណាចខ្លាំងណាស់កុំចង់ប៉ះពាល់វាតែបើសិនជាវាមករញ៉េរញ៉ៃទីកន្លែងជើងទៀតចាំយើងចាត់ការទៅកាន់វាពួកអស់នេះបើសិនជាយើងមិនប្រើធម៌ក្តៅខ្លះប្រកាសជាមិនអាចធ្វើវាបាក់បុកខ្លុកខ្លាចនោះទេដេកទៅវិញទៅពួកយើងចាំមើលវាមកលេងជើងទៀតដែរឬអត់កុំបារម្ភអីនៅក្រោមខ្ញុំបានប្រើសេមាអាគមព័ទ្ធជុំវិញនេះហើយមួយសន្ទុះក្រោយមកក៏ស្រាប់តែសម្រាប់ជើងនោះដើរមកសាជាថ្មីក៏ប៉ុន្តែមកម្ដងនេះគឺមាន2នាក់នាងមួយមានសបល់ខ្មៅក្រឹបគឺជាព្រាយសំពងចំណែកមួយទៀតនោះ
ស្លៀកសម្លៀកបំពាក់ពណ៌ខៀវមានសម្បល់ឲ្យខៀវងងឹតតែម្ដងច្បាស់ណាស់នាងនោះគឺជាពពួកព្រាយជ័យជ្វាពិតជាមិនខានស្របពេលនោះនាងទាំងពីរក៏ចាប់ផ្ដើមលោតសំដៅទៅរកដើមឈើដែលពួកគាត់កំពុងតែសម្រាកក៏ប៉ុន្តែអាគមសីមារបស់អ៊ំពិតជាខ្លាំងក្លាណាស់ធ្វើឲ្យពួកនាងនោះប៉ាំងខ្ទាតថយទៅក្រោយសាច់ជាថ្មីម្ដងទៀតលោកអ៊ំបានចង្អុលពីលើត្រនើបទៅគាត់បាននិយាយថាណែនាងពួកអញមិនមែនមកលេងសើចជាមួយនឹងនាងឯងនោះទេអញមករកថ្នាំសង្កូវទៀតតើហើយវាទៅប៉ះប៉យដល់ពួកនាងឯងបើសិនជាចង់ទៅលេងទៅសើចទៅលេងកន្លែងផ្សេងទៅពួកជើងនេះមិនមែនសម្រាប់ឲ្យពួកនាងឯងលេងសើចទេបើសិនជាចូលមកទៀតយើងប្រកាសជាប្រើអង្គមុនអាគមពិតជាមិនខានតែនឹងព្រាយទាំងពីរនោះធ្វើដៃចង្អេងចង្ងាងទម្លាក់អណ្ដាតបើកភ្នែកលៀនធំសម្លឹងទៅរកគាត់ស្របពេលនោះវាក៏បានស្ទុះសម្ដៅទៅរកដើមឈើនោះសាជាថ្មីអំភឿននិងអំជីសម្លឹងមកគ្នាលោកចូលទៅក្នុងថងជាមទាញអង្គដំណើបម្នាក់មួយក្តាប់សូត្រផ្លំគាថាបាច់ទៅលើនាងទាំងពីរអ្នកនោះក្របអង្គបានប្រែคล้ายទៅជាក្របភ្លើងតូចតូចបានទៅក្របដណ្ដប់លើខ្លួនរបស់នាងព្រាយទាំងពីរក្បាលពួកនាងនោះក៏ចាប់ផ្ដើមប្រកាច់ប្រកិនហើយផ្សែងពេញតែខ្លួនបានស្រែកមួយទំហឹងបន្តិចក្រោយមកនាងក៏ចាប់ផ្ដើមសម្លឹងទៅកាន់អ្នកទាំងអស់គ្នាសាជាថ្មីពួកនាងនោះហាក់ដូចជាខឹងទៅកាន់អ្នកទាំងអស់គ្នាខ្លាំងណាស់ស្របពេលនោះផងដែរអ្នកកំឡោះសំអាងគេក៏បានអើតកសម្លឹងមើលទៅក្រោមគេមិនបានលេងមុនអាគមស្អីនោះទេដោយសារតែទុកឲ្យចាស់ពួកគាត់លេងមុនតែនាងព្រាយជ័យជ្វាគ្រាន់តែបានឃើញសំអាងភ្លាមក៏ចាប់ដើមធ្វើភ្នែកស្រទន់ហាក់ដូចជាកំពុងតែពេញចិត្តទៅកាន់អ្នកកំឡោះម្នាក់នេះក្រោយពីនោះទៅនាងជ័យជ្វាក៏បានទាញដៃរបស់នាងសំពងដើរចេញពីទីកន្លែងនេះបាននៅក្នុងពេលនោះអ៊ំភឿនបាននិយាយថាពួកអស់នេះវាដូចជាកាយសាហាវខ្លាំងណាស់ក៏ប៉ុន្តែនៅពេលដែលជើងលេងអង្គដំណើបទៅកាន់វាហើយវាហាក់ដូចជាមិនតបតមកកាន់ជើងវិញបែរជាកាន់ដៃគ្នាដើរទៅវិញដូចជាមិនសមនោះទេជីអ៊ំជីគាត់ក៏និយាយថានេះរឿងនឹងខ្ញុំក៏ឆ្ងល់ដែរធម្មតាពួកអស់នេះបើសិនជាវាបានជួបជាមួយនឹងជើងលេងអង្គប៉ុណ្ណេះហើយវាប្រកាសជាលេងតបវិញពិតជាមិនខានណែតើមានរឿងស្អីវាបានជាកាន់ដៃគ្នាដើរទៅវិញធ្វើដូចជាគ្មានរឿងស្អីសង្ស័យថាពួកវានេះមានល្បិចអីទេមិនដឹងណែពួកជើងគួរតែដោវេនគ្នាទៅដោវេនគ្នាម្ដងម្នាក់នៅជាមកាមបើសិនជាបានឃើញនឹងព្រាយនេះធ្វើដំណើរត្រឡប់មកវិញត្រូវតែដាស់គ្នាលើកដែរឬអត់ណែកូនប្រុសឯងនិយាយទៅពុកជាមួយនឹងលោកពូរបស់ឯងនិងលោកអ៊ំឯងសម្រាប់មុនក្រោយពីនោះទៅចាស់គាត់បានសម្រាកអ្នកកំឡោះរបស់ជើងបានអង្គុយនៅក្បែរចន្លោះភ្លើងសម្លឹងឆ្វេងស្ដាំតែនៅក្នុងពេលនោះនាងព្រាយដែលមានសម្បល់ពណ៌ខៀវងឹតនោះចេះតែញញឹមសម្លឹងទៅកាន់អ្នកកំឡោះសំអាងនាងនោះគឺជាព្រាយជ័យជ្វានឹងឯងសម្លៀកបំពាក់របស់នាងនោះបាននិយាយទៅគឺមានពណ៌ខៀវប្រៀបដូចជាស្លឹកចេកអញ្ចឹងហើយពួកព្រាយអស់នេះតែចាប់មនុស្សប្រុសធ្វើដំណើរចូលទៅក្នុងព្រៃធ្វើជាប្តីរបស់វានឹងឯងវិជារបស់វានេះអាចសណ្ដំអាចបន្លំទៅកាន់ភ្នែករបស់ពពួកមនុស្សឲ្យមើលឃើញទីកន្លែងស្អាតទាំងទីកន្លែងនោះគឺជាទីកន្លែងកខ្វក់គួរឲ្យខ្លាចគួរឲ្យញញើតក៏ប៉ុន្តែបើសិនជានាងប្រាក់អនុភាពបំផន់ភ្នែកហើយនោះទីកន្លែងដែលយើងទៅនៅនោះប្រៀបដូចជាវិមានឬក៏សួនច្បារដែលស្រស់ត្រកាលធ្វើឲ្យយើងចង់រស់នៅអ្នកដែលមិនដឹងអ្នកដែលមិនធ្លាប់ជួបប្រទះនោះប្រកាសជាលងទៅលើពាក្យលួងលោមរបស់នាងរួចឆាយរស់នៅទីកន្លែងនោះមួយរយៈពេលធំបន្ទាប់ពីពួកនាងព្រាយឆ្អែតឆ្អន់ជាមួយនឹងជើងហើយវាប្រកាសជាចាត់ការជើងពិតជាមិនខាននៅពេលនោះវាប្រកាសជាហៅបរិវារមកស៊ីពួកជើងអ្នកដើរព្រៃមួយចំនួនតែងតែបាត់ខ្លួនដោយសារតែពពួកអស់នេះវាពូកែនិមិត្តផ្ទះសម្បែងខ្ទមឬក៏ភូមិម្យ៉ាងទៀតពួកបរិវាររបស់វានោះតែងតែធ្វើដូចជាអ្នកភូមិរស់នៅទីកន្លែងនៅក្នុងព្រៃនេះអញ្ចឹងបានសាច់រឿងភាគនេះខ្ញុំបាទសូមបញ្ចប់ត្រឹមនេះសិនខ្ញុំបាទសូមអរគុណចំពោះការគាំទ្ររបស់ប្រិយមិត្តទាំងអស់គ្នា
បើសិនជាប្រិយមិត្តចង់ស្ដាប់សាច់រឿងរបស់ខ្ញុំនេះខ្ញុំមាន channel ចំនួន4ដែលប្រើប្រាស់សពថ្ងៃនេះសូមប្រិយមិត្តវាយតាមឈ្មោះដែលខ្ញុំបាននិយាយប្រាប់ទី1គឺជា channel មានឈ្មោះថាកេងស្ដាប់រឿងទី2និទានព្រឹកព្រួញទី3កំណត់ហេតុព្រឹកព្រួញចំណែកឯទី4នោះគឺកេងស្ដាប់ podcast